អចារ្យណាអ្នកតាពីមើលចុះប្រចាំនៅថ្ងៃនេះមូលល្អខ្លាំងណាស់អេអ្នកតាពីមើលផ្កានេះចុះចុងក្រោយគ្រួសារឈឹងនៅតែបានកូនប្រុសម្នាក់កូនស្រីម្នាក់ដដែលគ្រាន់តែអ្វីដែលស្មានម្ដងនោះគឺអ្នកស្រីធំបង្កើតបានកូនស្រីអ្នកស្រីទី2គឺបង្កើតបានកូនប្រុសឯងសង្ស័យថាផ្កាក្រហមគឺឈិញពីងហើយផ្កាសគឺតំណាងឲ្យឈិញលីបើបែបនេះនោះហេតុអីក៏ខ្លាយទៅជាបែបនេះចឹងហេខ្ញុំក៏យល់ថាចម្លែកណាស់ដែរលើកមុនពេលដែលខ្ញុំទៅមើលនោះគឺឈួយអ៊ីពពុះកូនប្រុសច្បាស់ណាស់តែស៊ូស៊ូពពុះគឺកូនស្រីមិនក៏ពេលនេះគេទាំងពីរប្រច្រាស់គ្នាវិញអញ្ចឹងបាទរឿងមួយនេះគ្រាន់តែខ្ញុំច្រឡំនោះក៏អាចទៅរួចដែរមែនទេប៉ុន្តែមិនក៏អ្នកទាំងពីរក៏គិតខុសស្រាប់ពេលគ្នាអញ្ចឹងបានហើយកុំគិតច្រើនពេកអីមិនថាគឺកូនប្រុសក៏ដោយកូនស្រីក៏ដោយឲ្យតែកូនអាចធំឡើងដោយរីករាយនោះគឺជារឿងដែលសមាជិកមានសុភមង្គលបំផុតហើយហ៎ក៏ត្រូវដែរបានហើយជួបគេទៀតទៅមកផឹកស្រាទៅមកផឹកស្រាទៀតមកផឹកជាមួយគេអីមកផឹកទៀតចាំមិនហ្នឹងផឹកទៀតខ្ញុំមកខ្វល់ទេខ្ញុំផឹកហើយចាំហ្វូតែចាក់ស្រាឲ្យខ្ញុំមកចាក់ទៅចាក់ខ្ញុំសិនទៅអូអ្នកប្រុសគ្រួសារឈឹងពិតជាសង្ហាមែនណាមានរូបរាងសង្ហាណាស់ផ្លែសេរីស្រស់ទើបតែបេះមកថ្មីឆាប់មើលទៅអានេះប្រុសខាងនេះផ្លែសេរីស្រស់សុំអញ្ជើញរើស1គីឡូ2ទៅលោកតាកែផ្លែសេរីនេះលក់យ៉ាងម៉េចទៅមួយគឺថ្លៃ3កាក់ឲ្យផ្អែមឲ្យស្រួយទៀតវ៉ាវអរគុណណាស់ប្រុសម្នាក់មួយអើខ្ញុំមួយមកណែហើយយកទៅបានហើយលបងបានលើហើយនៅក្នុងភូមិរបស់យើងចិត្តបើកសាលារៀនហើយហើយនរណាអត់ប្រយោជន៍យ៉ាងនេះហេតុអីក៏គ្មានការងារធ្វើមកបើកសាលាយ៉ាងចឹងពួកខ្ញុំរៀនហងវិវាយលើកនេះពួកខ្ញុំទៅរៀនទៀតហើយអបសុកណាស់វិញលោកស្រីមេភូមិគឺជាអ្នកបើកពួកខ្ញុំប្រកាសជាឲ្យខ្ញុំទៅដែរហើយពួកយើងទទួលស្គាល់គ្នាទៅហើយលបងក៏ទៅដែរអូយយ៉ាប់ហើយសាលារៀនណាខ្ញុំចង់ទៅមើលគួសង់ពិតមែនហ៎អញ្ចឹងល្អហើយមានលបងទៅអញ្ចឹងខ្ញុំអ្វីក៏មិនចាំបាច់ខ្លាចដែរអញ្ចឹងអ្នកទៅពីទៅចោះខ្ញុំគ្មានចំណូលចិត្តទេខ្ញុំមិនតន់និយាយចំនោះទេលើថាលើកនេះពិសេសទៀតផងផ្នែកអក្សរសាស្ត្រនិងវិជ្ជាគុណមានទាំងអស់ប្តីប្រពន្ធលោកមេភូមិគឺបានអញ្ជើញមហាបរិញ្ញានិងគ្រូក្បាច់គុណមករៀនទៀតផងណាហើយនៅមានគ្រូក្បាច់គុណទៀតហើយយ៉ាតាទូសៀវម៉ៅខ្ញុំក៏ទៅជាមួយពួកឯងដែរដល់ពេលនោះខ្ញុំទៅរៀនក្បាច់គុណឲ្យបានល្អទៅរាជធានីប្រឡងធ្វើជាមន្ត្រីក្បាច់គុណមានកិត្តិយសឯកុំយល់សពវាយគ្នាលើកណាក៏លោកបងជួយចេញមកឯងដែរទោះបីជាចង់ប្រឡងក៏ត្រូវឲ្យលោកបងប្រឡងមុនដែរវិញខ្ញុំគ្មានចំណូលចិត្តចំពោះមន្ត្រីក្បាច់គុណទេគួរទៅទុកឱកាសឲ្យឯងចឹងណាគឺទុកឱកាសឲ្យឯងអរគុណហើយលោកបងអរគុណហើយលោកបងឆ្លាតយ៉ាងនេះប្រកាសជាប្រឡងជាមន្ត្រីអក្សរសាស្ត្រថ្ងៃក្រោយធ្វើជាអបរាជស្អីហើយនោះគឺអស្ចារ្យជាមន្ត្រីក្បាច់គុណឆ្ងាយណាស់ត្រូវទេលោកបងទៅប្រឡងប្រកាសជាជាប់ឲ្យពួកយើងជឿទៅលោកបងបើដល់ពេលនោះលោកបងប្រឡងជាប់មែនបងក៏ភ្លេចឲ្យពួកយើងទៅ3នាក់ទៅដែរពួកឯងទុកចិត្តចាស់មិនអញភ្លេចពួកឯងបានទេពួកយើងគឺជាបងប្អូនល្អនឹងគ្នាយើងត្រូវតែរួមសុខទុក្ខជាមួយគ្នាណាត្រូវហើយតែលបងនិយាយត្រូវលបងនិយាយត្រូវហើយរៀនសូត្រទេខ្ញុំទៅវិញពិភាក្សាជាមួយលោកតាឲ្យបានល្អហើយអូននិយាយការពិតទេនឹងប្រកាសជាពិតហើយដំណឹងនេះខ្ញុំអាចផ្សព្វផ្សាយចេញទៅហើយពួកយើងជាទេវតាមិនទាំងអាចបើកសាលារៀនទេឬមួយក៏ពួកយើងបង្រៀនវិជ្ជាសិលប្រកាសជាមិនមែនបង្រៀនវិជ្ជាសិលគេហើយពួកយើងគឺត្រូវបង្រៀនសៀវ4គម្ពីរ5ហើយនឹងក្បាច់គុណពង្រឹងសុខភាពហើយកំណត់នេះមិនអស់នោះទេអក្សរសាស្ត្រប្រឡងមិនបានល្អគឺទៅប្រឡងក្បាច់គុណផ្នែកក្បាច់គុណគឺប្រឡងធ្វើជាមួយតបដល់ពេលនោះសាលារៀនយើងមានមន្ត្រីក្បាច់គុណនិងអក្សរសាស្ត្រមួយគូអញ្ចឹងមិនល្បីទៅហើយទេបែបនេះឯងអត់មកជាអ្នកទៅមិនពិភាក្សាជាមួយខ្ញុំអញ្ចឹងមិនទាំងអាចមានប្រាក់ទៅបើកសាលាទៅចំណាយប្រាក់ធំយ៉ាងនេះហើយផ្សព្វផ្សាយដំណឹងចេញទៅក្រៅទៀតតែគិតចាំមិនទៅវិញបានហើយបងកុំតែសារអីបងសម្លាញ់តាមពិតរឿងមួយនេះខ្ញុំបានគិតរួចរាល់ហើយលើកនេះខ្ញុំត្រូវធ្វើឲ្យពួកយើងទាំងពីរមានប្រាក់ហូរចូលរហូតមានប្រាក់ហូរចូលយ៉ាងម៉េចទៅខ្ញុំសួរបងណាពេលនេះពួកយើងត្រូវគ្រប់គ្រងភូមិប្រមាណ7
បងយល់ថាប្រាក់របស់បងគ្រប់ចាយដែរទេគ្រប់ទេ មិននឹងអាចគ្រប់គ្រងបានទៅឃុំ5កាលពីមុនធ្វើឲ្យចំណូលចិត្តនឹងស្មានថាចំណាយទៅហើយកុំថាឡៃដល់7ពីមុនគឺមានទី1បើកប្រាក់ឥឡូវអ្នកភូមិដឹងអស់ទៅហើយពេលនេះមិនអាចមានប្រាក់ចំណេញ ហេតុដូច្នេះហើយលើកនេះពួកយើងបើកសាលារៀនមួយនេះទី1គឺចង់ឲ្យអ្នកភូមិរបស់យើងបង្កើនការអប់រំអក្សរសាស្ត្ររបស់គេទី2ពួកយើងក៏អាចរកថ្លៃសិក្សាបន្តិចបានដែរ សេវិនខ្ញុំយល់ថាកំណត់របស់នាងនេះមិនអស់នោះទេខ្ញុំខំត្រនាង Yes ជឿ គំនិតមួយនេះគឺល្អហើយតែមិននឹងអាចមានប្រាក់រកគ្រូល្បីរឹតតែចាំបាច់ទៅទៀត បងសម្លាញ់ខ្ញុំប្រាប់បងចុះគឺមិនបាច់រកគ្រូល្បីស្អីនោះទេលោកគ្រូដែលមានស្រាប់គឺមាន3នាក់ហើយតា 3នាក់ណាទៅ បងខ្ញុំគេ ខ្ញុំហ៎ គេបង្រៀនអីទៅគេបង្រៀនធ្វើប្អូន ចង្រៃយោ ហេខ្ញុំបានគិតរួចហើយអ្នកទាំងពីរគឺបង្រៀនសៀវ4កំពី5ឯខ្ញុំវិញគឺបង្រៀនក្បាច់គុនដល់ពួកគេដើម្បីពង្រឹងសុខភាព ណែរឿងរបស់ប្តីប្រពន្ធអ្នកតាពីរហេតុអីក៏ទាញខ្ញុំចូលទៅដែរអញ្ចឹងហ៎ អេចាំងតាមមិញនេះលោកនិយាយថាគ្រប់ត្រខ្ញុំនៅឡើយទេបន្ទាប់មកពួកយើងនៅផ្ទះដៃទៀតផងលោកមិនអាចលេងខូចបានទេ ខ្ញុំប្រកាសជាមិនបានភ្លេចហើយខ្ញុំពិតជាគ្រប់ត្រនាងមែនតែពេលនេះខ្ញុំស្ដាប់លើប្រជារាស្ត្របានស្រែកហៅខ្ញុំយ៉ាងខ្លាំងដូច្នេះខ្ញុំលាសិនហើយ គ្មានទេ ខ្ញុំស្ដាប់អត់ឮទេ ឯងចេញទៅដកជើងចេញទៅ ពួកជើងពីអ្នកបងប្អូនមិនអាចដាច់ចិត្តទុកខ្ញុំនៅក្នុងទឹកជ្រៅភ្លើងក្តៅទៅ ទឹកជ្រៅភ្លើងក្តៅស្អីទៅអាដីនេះគឺជារឿងល្អមួយច្បាស់ណាស់កុំថាខ្ញុំគឺជាបងប្អូនមិនរំលឹកឯងចាំងតាំងខ្ញុំប្រកាសជាគ្រប់ត្រឯងនៅផ្នែកស្មារតីសម្រាប់ស្រែកហៅរបស់ប្រជារាស្ត្រចំពោះខ្ញុំគឺកាន់តែខ្លាំងឡើងហើយខ្ញុំលាសិនហើយ តែសាស្អីទៅប្រាក់ឯងចង់រត់ដែរអាចទិញបានស្រាប់ហឹកច្រើនគឺល្អណាស់ទៅហើយ អាដីឯងដកជើងរបស់ឯងចេញទៅដកចេញទៅអាដីឯងមានន័យថាម៉េចហ៎ការរាប់អានប្រមាណ100ឆ្នាំរបស់ពួកយើងឯងនិយាយពីរឿងប្រាក់ជាមួយនឹងខ្ញុំប្រាក់ឯងប្រាក់ស្អីទៅឆាំងតាមខ្ញុំគឺជាមនុស្សបែបនេះប្រាក់ខែគឺគិតតាមថ្ងៃឬក៏គិតតាមខែទៅ មើលចោចំពេលហើយចំមែនជួទៅឃើញចិត្តមនុស្សកុំនិយាយរឿងនេះអីចុះប្រាក់ខែ មើលចោគេសួររឿងប្រាក់ខែដែរទីហ្នឹង ហើយបងឃើញហើយនៅបងឃើញហើយនៅបើឲ្យចាងហ្វូទ័រម្នាក់នេះធ្វើសាលារៀនបានជោគជ័យនោះលោកតាម្ចាស់ក្រុងប្រកាសជារឹតតែពេញចិត្តគេថែមទៀតហើយបងនឹងត្រូវគេបន្ទោសថែមទៀតលើនេះចាញ់ហើយសៀវិនក៏លេងស្រឡាញ់បងទៀតដែរបងគឺនឹងនៅឯកោម្នាក់ឯងរហូតដល់ចាស់ស្លាប់ បិទមាត់ទៅយើងមិនអាចឲ្យគេសំតាមបំណងចិត្តដាច់ខាតឯងត្រូវជួយយើងស្ដាប់ឮហើយនៅស្ដាប់ឮហើយនៅចង្រៃជោចង្រៃជោក្បាលចេះអាក្បាលធំអាក្បាលពុយ ម៉ាអ្នកនាងមើលតើមានអ្វីដែលអ្នកនាងចូលចិត្តដែរទេតាពេញចិត្តជាមួយណាខ្ញុំប្រាប់ពួកឯងណាកុំនិយាយថាខ្លាំងពូកែប៉ុណ្ណា ប៉ុណ្ណេះបង គឺខ្ញុំមិនខ្លាចនោះទេ បងមើលចុះម្នាក់នៅខាងមុខនោះម្នាក់នៅខាងមុខនោះណាបង គឺអ្នកនាងឈីវហួនតើហើយមើលចុះពិតជាស្រីម្នាក់មែន រូបរាងស្អាតខ្លាំងណាស់ ត្រូវហើយ ទើបបំភ្លឺយ៉ាងនេះដែរទេ ប្រកាសហើយ ដាក់តែរយៈជាមួយគេតិចទេ ល្អ ល្អណាស់ តាណែឯងបាច់ទៅទេណាឯងទៅធ្វើស្អីឲ្យលបងយើងទៅតែម្នាក់បានហើយ លបងឆឹងគឺបងឯង សុំទៅផងធ្វើឲ្យនាងភ័យហើយណែឲ្យនាង សុំទៅផងខ្ញុំចេះតែល្ងីយ៉ាងនេះ មិនអីទេនាងមិនអីទេណែស្និទ្ធសាររបស់នាងកាន់ឲ្យស្រួលតែកុំឲ្យជ្រុះទៀតណា នេះមិនមែនជារបស់ខ្ញុំទេ ហា
ខ្ញុំស្មានថាជារបស់នាង គឺមិញនេះខ្ញុំចង់ទិញគ្រាន់តែនៅស្ទាក់ស្ទើរនៅឡើយ ខ្ញុំយល់ថាស្នៀតសាក់មួយនេះស្អាតគួរសមស័ក្តិសមនឹងនាងណាគឺពិតជាស័ក្តិសមមែន ប៉ាត់មែនទេ មក ថ្ងៃនេះបានជួបជាមួយលបងឆឹងស្រាប់តែនឹកឃើញដល់ខ្លាញ់กระดาษមួយនេះ អ្នកនាងចង់ទៅដើរលេងហ៎ពួកយើងទៅលេងឥឡូវនេះទៅ ខ្លាញ់กระดาษនេះមិនអាចយកមកលេងបានទេ នេះគឺព្រោះតែអ្វីទៅ អញខ្លាញ់ហើយខ្លាញ់กระดาษនេះជាវត្ថុភ្ជាប់ពាក្យនិស្ស័យរបស់ខ្ញុំនិងលបងឆឹង អ្នកនាងពូកែនណាឆាប់បន្លាយខ្សែទៅបង្ហាយខ្ពស់បន្តិចទៅអ អេហាមិនក៏បាននេះអញ្ចឹង អើយកាត់យ៉ាងម៉េចទៅ មិនក៏ចាប់នៅលើដើមឈើអញ្ចឹង កាត់យ៉ាងម៉េចទៅ អេនៅនាងទី2ត្រូវការខ្ញុំជួយដែរទេនោះ មិនបាច់ពិបាកទេ អេនេះជាពាក្យស្អីហ្នឹងអាចជួយស្រីស្អាតបានមិនពិបាកនោះទេមក ហេលោកចង់ធ្វើអីហ្នឹងសុំគ្រប់ខ្លួនឯង យេ ផង យើងឆ្នាអញ្ចឹងខ្ញុំចូលចិត្តណាស់នេះមក លោកចេះណាមិនអាចខ្វះសុជីវធម៌ទេណាលោកចេះទេលោកចង់ធ្វើអីហ្នឹង បងប្រុសអីហើយបងប្រុសគឺចង់ឲ្យលេងជាមួយបងមិនបានទេអីមកណែ ចេះតែឆ្កែពីអ្នកនាងខ្ញុំទៅណានៅក្រោមកណ្ដាលថ្ងៃត្រង់អាចៅព្រះនារីឯនេះចង់បំពេញកូនកំមុំគេហ៎លោកចេះខ្មាស់អៀនដែរទេ មិនតែតនឹងឯងទេយើងប្រមានឯងឲ្យហើយឆាប់ថយចេញភ្លាមផ្លែតកុំនៅទីនេះប្រយ័ត្នមានរឿងវិញ ចុះបើយើងមិនទៅវិញនោះ មិនទៅទេហ៎ អើយ អូយយ៉ា តែមិនឆាប់ទៅវិញទៀតហ៎ ឯងគ្រាន់បើឯងចាំទុំណាយើងប្រកាសជាមកយកវិញ